ជំរាបសួរខ្ញុំឈ្មោះអឹងស៊ីថាមកពីផ្នែក Research and Development ម៉ាដូង Biocellulose គឺជាម៉ាស់មួយប្រភេទដែលផលិតចេញពីកាកសរសៃធម្មជាតិដែលកាកសរសៃធម្មជាតិនោះគឺយើងទទួលបានពីការបន្ទុំវាប្រៀបទៅដូចទៅនឹងការផលិតឈីសនិងទឹកដោះគោជូរដែរគ្រាន់តែឈីសនិងទឹកដោះគោជូរគឺយើងផលិតចេញពីទឹកដោះគោចំណែកឯម៉ាស់ដូងរបស់បូឌីគឺយើងផលិតចេញពីទឹកដូងដោយយើងយកទឹកដូងហ្នឹងទៅបន្ទុំជាមួយនឹងបាក់តេរីល្អហើយបង្កើតបានជាសាច់ម៉ាស់ដែលមានវេនភាពទន់ដូចជាសាច់ជែលហើយវាក៏ជួយគ្រប់គ្រងដល់ស្បែកយើងក្នុងការស្រូបយកសារធាតុចិញ្ចឹមពីម៉ាស់បានកាន់តែល្អបានជាម៉ាស់ដូងរបស់បូឌីល្អសម្រាប់ស្បែកដោយសារតែម៉ាស់របស់យើងគឺផលិតចេញពីទឹកដូងធម្មជាតិដែលនៅក្នុងទឹកដូងនោះគឺមានស្ករនិងវីតាមីនធម្មជាតិដែលជួយទៅដល់បញ្ហារលាកជួយផ្ដល់សំណើមដល់ស្បែកបានល្អជាពិសេសនោះគឺសម្រាប់អ្នកដែលមានបញ្ហាងាយប្រតិកម្មស្បែកម៉ាស់ Biocellulose របស់បូឌីគឺមានលក្ខណៈជាសាច់ជែលអាចស្រូបយកទឹករហូតដល់ទៅ100ដងនៃបរិមាណសេរ៉ូមនេះមានន័យថាវាអាចរក្សាគុណភាពសេរ៉ូមនៅក្នុងម៉ាស់បានកាន់តែល្អហើយផ្ដល់សំណើមទៅលើស្បែកកាន់តែប្រសើរនៅពេលដែលបិទម៉ាស់នេះទៅលើមុខគឺវាមានលក្ខណៈទន់ត្រជាក់និងមិនងាយស្ងួតចំណែកឯម៉ាស់ធម្មតាគឺវាមានលក្ខណៈស្ដើងនិងឆាប់ស្ងួតសម្រាប់សេរ៉ូមដែលនៅក្នុងម៉ាស់ Biocellulose របស់បូឌីគឺយើងផលិតឡើងសម្រាប់គ្រប់ប្រភេទស្បែកដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជាដូងប្រូតេអ៊ីនសម្បុកដង្កូវនាងនិងស្លឹកត្រចៀកក្រាញ់ម៉ាស់នេះស័ក្តិសមបំផុតសម្រាប់អ្នកដែលមានបញ្ហាស្បែកស្ងួតត្រូវការផ្ដល់សំណើមស្បែករោនិងជួយឲ្យស្បែកភ្លឺជាពិសេសនោះគឺអ្នកដែលមានបញ្ហាស្បែកងាយប្រតិកម្មនឹងស្បែករលាកច្បាស់ណាស់ម៉ាស់ Biocellulose គឺផលិតឡើងចេញពីវត្ថុធាតុដើមធម្មជាតិដែលងាយរលាយទៅក្នុងបរិស្ថានចំណែកឯម៉ាស់សន្លឹកប្រភេទនេះវិញគឺវាមិនងាយរលាយនិងមិនសល់កាកសំណល់នៅក្នុងបរិស្ថានការជ្រើសរើសផ្លែដូងជាវត្ថុធាតុដើមគោលដោយសារតែទឹកដូងគឺមានលក្ខណៈសថ្លាស្អាតនិងជួយគ្រប់គ្រងទៅដល់ធនធានដែលមាននៅក្នុងស្រុកខ្មែរដូងជាវត្ថុធាតុដើមធម្មជាតិដែលប៉ះពាល់ទៅដល់បរិស្ថានតិចបំផុតការប្រើប្រាស់ផ្លែឈើនិងរុក្ខជាតិធម្មជាតិក្នុងការផលិតគ្រឿងសម្អាងគឺជាការរួមចំណែកក្នុងការគ្រប់គ្រងធនធាននៅក្នុងស្រុកនិងជួយថែរក្សាបរិស្ថានផងដែរ